ខ្ញុំមកធ្វើណាទៅកន្លែងរហ័សទាំងមួយនេះដែលមានទីតាំងនៅវត្តលើទាំងដើម្បីទៅថតរូប style មេដៃបែបនេះដោយមិនឲ្យចាំយូរខ្ញុំក៏យកម៉ូតូចេញដំណើរទៅតែម្ដងប៉ុន្តែមិនមែនខ្ញុំទៅតែឯងនោះទេខ្ញុំក៏ទៅយកមិត្តភក្តិខ្ញុំទៅជាមួយផងដែរបន្ទាប់ពីនិយាយវាហើយពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀតហើយនៅពេលហ្នឹងពួកខ្ញុំធ្វើដំណើរយូរខ្លាំងមែនតើឆ្លងកាត់ស្ពានផយទៅរកទៅដល់វត្តគេហ្នឹងតែមុននឹងចូលវត្តពួកយើងក៏ឈឺចូលទិញបាយញ៉ាំសិនដែរបន្ទាប់ពីទិញហើយពួកយើងក៏ធ្វើដំណើរចូលទៅតែម្ដងហើយនៅពេលនោះពួកខ្ញុំក៏បានជិះម៉ូតូមើលជុំវិញវត្តហ្នឹងគឺថាទេសភាពស្អាតខ្លាំងមែនតើនិយាយទៅសម្រាប់បងប្អូនណាដែលតនេះឲ្យដឹងថាទៅណាទេអាចមកអង្គុយលេងនៅវត្តនេះបាននិយាយទៅគឺថាទេសភាពស្អាតខ្លាំងមែនតើហើយគេក៏មានតុឲ្យយើងអង្គុយហើយនឹងទង់សម្រាប់ជិះលេងផងដែរសរុបមកគឺថាម្លេងនេះគឺ fresh ហ្មងណាប៉ុន្តែទោះ fresh យ៉ាងណាក៏ខ្ញុំនៅមិនទាន់ភ្លេចនៅបេសកកម្មថតរូបរបស់យើងនោះដែរប៉ុន្តែមុននឹងខ្ញុំថតរូបពួកខ្ញុំក៏រកកន្លែងអង្គុយញ៉ាំអីសិនព្រោះពួកខ្ញុំសុទ្ធតែអត់បានញ៉ាំអីតាំងពីព្រឹកហើយបាយនេះខ្ញុំទៅទិញមកពីក្រៅនោះទេប៉ុន្តែយើងអាចយកចូលក្នុងវត្តញ៉ាំបានបន្ទាប់ពីញ៉ាំបាយហើយបេសកកម្មថតរូបរបស់យើងក៏បានចាប់ផ្ដើមហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page ខ្ញុំអ្នកមួយផងបាទហើយនេះគឺជាទីតាំងដែលយើងត្រូវថតតោះឥឡូវយើងចាប់ផ្ដើមថតរូប 1 2 3